សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគទី9នៃរឿង5ស្នេហ៍ក្បែរមាត់ទ្វារប៉ុន្តែមកចូលដល់សាច់រឿងកុំភ្លេចចូល Subscribe ជួយ Like ជួយ Share និង Comment នៅលើវីដេអូឲ្យមានអ្នកមួយផងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហើយ admin សុំទោសផងណាឃើញ comment ច្រើនមែនតើ admin អត់មានពេលចូលតបទេគឺទាមទាររឿង5ស្នេហ៍ក្បែរមាត់ទ្វារនឹងឯងប៉ុន្តែគេចេញសារអាទិត្យ admin ចេញមិនទាន់តថ្ងៃច័ន្ទ admin បានធ្វើណាដោយសារសារអាទិត្យ admin មានការងារយើងតែអត់អីទេណាឥឡូវយើងតែទស្សនាសាច់រឿងរបស់យើងតទៅកាលពីពេលមុនគឺយើងដឹងហើយថាសុខយូររបស់យើងណានាងគឺមានជំងឺមហារីកកាពះតាំងពីនៅអាមេរិកមកម្លេះហើយគេក៏ត្រឡប់ទៅនិយាយពេលដែលនៅអាមេរិកហ្នឹងវាគឺជាពេលវិស្មកាលដែលពួកគេនឹងសម្រាប់ពីការងារក្នុងរដូវក្តៅហើយសុខយូររបស់យើងក៏រកទីកន្លែងជាច្រើនដើម្បីទៅដើរលេងកម្សាន្តជាមួយនឹងមិត្តប្រុសរបស់នាងប៉ុន្តែមើលទៅហ៊ានជូនឹងដូចជាមិនចាប់អារម្មណ៍សោះធ្វើឲ្យសុខយូរនឹងងបដោយនាងថាហើយគាត់ថាពេលហ្នឹងអាចចំណាយពេលតែ2នាក់ដោយសារតែម្នាក់ហ្នឹងគឺសិតតែរវល់ការងារប៉ុន្តែមើលទៅហ៊ានជូនឹងដូចជាមិនចង់ឡើយមិនអីទេមិនទៅណាក៏បានដែរយ៉ាងជូននឹងក៏បានលុយសើចតាមពិតតែគេមានកម្រងរួចហើយគេក៏បានយកស្រាំសម្បត្តិមួយឲ្យសុកយូរបស់យើងហើយនាងបានមើលទៅថាក្នុងហ្នឹងគឺជាអីគេហើយសុកយូនឹងក៏ឡារំភើបចិនព្រោះវាគឺជាសបោយន្តហោះហើយអ្វីដែលសំខាន់គឺហោះទៅប្រទេសកូរ៉េណាដោយសារតែសុកយូគឺខានទៅកូរ៉េវិញយូរហើយនាងប្រហែលជានៅប៉ាម៉ាក់នាងដូចគ្នាដូច្នេះហើយបានជាចង់ឲ្យនាងទៅលេងប្រទេសកូរ៉េវិញសំខាន់គឺគេទៅជាមួយទៀតធ្វើឲ្យសុកយូរបស់យើងនិយាយឲ្យលេងចាញ់ហើយវារំភើបដល់កម្រិតដល់មិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងស្រាំសមុទ្រហ្នឹងក៏មានអ្វីសំខាន់ទៀតគេឲ្យនាងមើលដល់ពេលសុកយូរបស់យើងទៅមើលទៅហ្នឹងគឺជាចិញ្ចៀនមួយវងចឹងក៏មានន័យថាការទៅជួបលើកនេះវាមិនមែនជាការជួបធម្មតាទេគឺទៅជួបអនាគតឪពុកម្ដាយក្មេងណាហើយយន់ជូណាគេក៏បានយកចិញ្ចៀនហ្នឹងមកអង្គុយចោលសុំនាងរៀបការនៅកន្លែងហ្នឹងហ្មងសុំរៀបការនៅក្នុងកៅអៅដេកហើយអ្នកសុំហ្នឹងក៏អស់សំណោចដែរប៉ុន្តែសាមញ្ញមែនវាមានន័យខ្លាំងណាស់សម្រាប់សុកយូនាងឡារំភើបហ្មងហើយយល់ព្រមជាមួយគេហ្នឹងឡើងលឿនហុចតែឲ្យគេពាក់អញ្ជៀនហើយពួកគេហ្នឹងពិតជាស្រឡាញ់គ្នាខ្លាំងមែនតែនពេលហ្នឹងហើយក្នុងឡុងពេលដែលពួកគេកំពុងតែសប្បាយហ្នឹងទូរស័ព្ទសុកយូហ្នឹងក៏បានរោឡើងហ្នឹងហើយគឺជាពេលដ៏អូអាប់សម្រាប់សុកយូនឹងខ្លាំងជាងគេដោយសារតានាងបានទទួលដំណឹងពីគ្រូពេទ្យមកថានាងមានជំងឺមហារីកក្រពះដំណាក់កាលទី2ហើយចំពោះការព្យាបាលវិញគេណែនាំឲ្យធ្វើការវះកាត់ឲ្យកាន់តែលឿនគឺកាន់តែល្អរយនៃការជាវិញហ្នឹងក៏ច្រើនដែរប៉ុន្តែសុកយូរបស់យើងទទួលយកមិនចង់បានហេតុអីបានជានាងត្រូវការមហារីកបែបហ្នឹងហើយវាគឺជាពេលវេលាដ៏ពិបាកបំផុតនៅក្នុងអាយុ30ឆ្នាំរបស់នាងដែលត្រូវគេងមិនបានញ៉ាំក៏មិនបានហើយការជំងឺ stress ធ្លាក់ចូលទៅក្នុងពិភពខ្មៅងងឹតដែលនាងក៏មិនចង់ដូចគ្នាចំណែកឯខាងសង្ហួយណែវិញគេទំតែដឹងខ្លួនគេមិនគួរណាមកខ្វល់ពីរឿងហ្នឹងទេពេលនេះសុខភាពរបស់សុកយូគឺសំខាន់ជាងគេក៏ប្រញាប់តាក់ទងទៅរកមកចំណែកសុកយូរបស់យើងក៏បានដឹងខ្លួនមកវិញហើយលោកគ្រូពេទ្យហ្នឹងក៏សួរនាំពីអាការៈអីអញ្ចឹងទៅហើយនាងតែតែឃើញនៅលើស្មាលោកគ្រូពេទ្យទីនេះគឺជាមន្ទីរពេទ្យដែលប៉ារបស់សង្ហួយនឹងធ្វើការខ្លាចថាបាយការនាងក៏ប្រញាប់ប្រញាល់ចេញពីកន្លែងហ្នឹងមកហើយលោកគ្រូពេទ្យគាត់ក៏ខាត់ប្រាប់ពីអាការៈរបស់នាងពេលនេះសិនប៉ុន្តែគេមកឲ្យយើងលឺឡើយហើយពេលដែលនាងចេញមកដល់ខាងក្រៅក៏បានចូលជាមួយនឹងយន់ចូលមិនបានជានាងនឹងប្រញាប់ចេញពីមន្ទីរពេទ្យអញ្ចឹងត្រូវនៅពេទ្យពិនិត្យសិនអីអញ្ចឹងណាអីសួរទៅពេទ្យនិយាយថាម៉េចហើយសុកយូរបស់យើងនឹងមិនទាន់បាននិយាយអីផងស្រាប់តែសង្ហួយនឹងគេបានមកដល់ហើយក៏ប្រញាប់ប្រញាល់សួរសុកយូថានាងកើតអីឈឺអីគេអីអញ្ចឹងណាសុកយូរបស់យើងក៏យកលេសមិនឆ្លើយទេទៅសួរគេវិញមិនបានដឹងថានាងនៅហ្នឹងហើយសង្ហួយក៏ប្រាប់ទៅថាកុំខ្វល់អារឿងដឹងថានាងនៅហ្នឹងអ្វីអាម៉ានោះតែឥឡូវហ្នឹងនាងមកចៃសុកយូរបស់យើងក៏ទៅកក់ទៅថានាងមិនអីទេគ្រាន់តែនាងឈឺពោះធម្មតាប៉ុណ្ណោះហើយហនជូហ្នឹងគេឃើញទៅភ្នែកពេកក៏បានទៅថាឲ្យសង្ហួយហ្នឹងទៅឲ្យដឹងថាខ្លួនឯងនៅកន្លែងណាហើយគេនៅកន្លែងណាតំណរបស់គេជាមួយសុកយូហ្នឹងគឺលើសពីសង្ហួយហ្នឹងចឹងហើយកុំឲ្យសង្ហួយហ្នឹងហួសបន្ទាត់ព្រំដែនណាប៉ុន្តែចៃដន្យអីសង្ហួយគេថាគេគឺនៅក្នុងតំណរបស់ពីរនាក់គេនឹងតាំងពីយូរមកហើយពួកគេទាំងពីរនាក់ហ្នឹងក៏ទាមទារជូនសុកយូរបស់យើងទៅផ្ទះសុកយូថាពីណាជូនទៅក៏បានដែរប៉ុន្តែត្រូវតែបញ្ញាប់ចាក់ចេះឡើយហ្នឹងហើយនាងក៏សម្រេចចិត្តទៅជាមួយសង្ហួយហ្នឹងហ្មងទៅដោយសារតែផ្លូវទៅផ្ទះហ្នឹងគឺជាមួយគ្នាយន់ជូហ្នឹងបានធ្វើតែសម្លឹងមើលពួកគេចាក់ចេញទៅហើយគេក៏នឹកដល់ពេលដែលទទួលបានលទ្ធផលជាមួយនឹងសុកយូហ្នឹងសុកយូរបស់យើងទទួលយកមិនបានទេហើយគេក៏នៅក្បែរលើកទឹកចិត្តនាងថាមិនអីទេឥឡូវហ្នឹងបច្ចេកវិទ្យាគេទំនើបការព្យាបាលក៏ល្អប្រសើរជាងមុនដែរវាមិនមានគ្រោះថ្នាក់អីឡើយជឿថាសុកយូរបស់យើងរឹងមាំអាចធ្វើបានហើយគេនឹងនៅជាមួយនាងឆ្លងកាត់ការលំបាកមួយនឹងទៅជាមួយនឹងគ្នាចំណែកសុកយូណែត្រូវបានសង្ហួរនឹងចូលមកដល់ផ្ទះហើយប៉ុន្តែគេឲ្យនាងចូលពីឡានទេទោះឲ្យគេនឹងចូលទៅមុនសិនទៅបើកទ្វារបើកឲ្យនាងឡើងត្រឹមត្រូវហ្មងណាសុកយូនៅទទួលយកមិនចង់បានតែឲ្យធ្វើធម្មតាទៅធ្វើបែបហ្នឹងគឺនាងមិនទម្លាប់ទេហើយសង្ហួរគេក៏ខឹងគេថាក្រៃយ៉ាងជូនទៅធ្វើបែបហ្នឹងបានហើយគេធ្វើមិនបាននិយាយចេញមកហ្នឹងក៏មានន័យថាប្រច័ណ្ឌគេហើយសុកយូរបស់យើងក៏ឆ្លើយអត់ចេញដែរចំណែកអ្នកដែលនិយាយហ្នឹងក៏អៀនរត់ឡើងឡានជិះទៅបានទុកឲ្យសុកយូរបស់យើងនៅគៀងតែម្នាក់ឯងដល់ពេលចូលមកដល់ក្នុងផ្ទះ
នាងក៏បានកលៃទៅមើលបន្ទប់ម៉ាក់របស់នាងហើយក៏នឹកឃើញដល់ពេលដែលនាងហ្នឹងចង់ប្រាប់ម៉ាក់របស់នាងថានាងមានជំងឺហ្នឹងហើយសំពេលដែលម៉ាក់នាងកំពុងធ្វើគីមជីត្រៀមទុកឲ្យនាងយកទៅវិញពេលដែលម្លេងគាត់ហ្នឹងហើយសុកយូរបស់យើងហ្នឹងក៏ប្រាប់ម៉ាក់នាងទៅថាកុំធ្វើអីនាងមិនយកទេនាងមិនត្រូវការទេតែម៉ាក់របស់នាងនៅតែទៀមទាធ្វើដើម្បីឲ្យសុកយូហ្នឹងបានញ៉ាំរបស់ដែលគាត់ធ្វើវាឆ្ងាញ់ជាងគេលក់នៅក្រៅអីអញ្ចឹងទៅដល់ពេលឃើញម៉ាក់គាត់គូពីនាងអញ្ចឹងទៅសុកយូឡើងយំនិយាយអត់ចេញហ្មងហើយក៏ប្រាប់ម៉ាក់នាងទៅថានាងរវល់ការងារអត់បានទៅផ្ទះទេម៉ាក់របស់នាងហ្នឹងក៏រៀងខកចិត្តដែរប៉ុន្តែមិនអីទេកូនរវល់ទៅហើយចាំពេលក្រោយទៅចោហើយបន្ទាប់ពីបាត់ពីម៉ាក់នាងរួចសុកយូរបស់យើងក៏ស្រែកយំដោយក្តីឈឺចាប់តែម្នាក់ឯងនៅក្នុងផ្ទះនឹងឯងចំណែកម៉ាក់នាងពេលនេះវិញក៏កំពុងតែបារម្ភពីនាងដូចគ្នាដែរប៉ុន្តែមិនបារម្ភរឿងជំងឺអីទេណាគឺរឿងអនាគតកូនស្រីណៃសង្ហោរបស់យើងវិញព្រួយដែរព្រួយខ្លាចគេទៅដើមយកសុកយូទៅវិញបានអញ្ចឹងហើយថ្ងៃហ្នឹងក៏មកបច្ចេកកហឹងជាមួយនឹងការវាយកូនបាល់ហើយនឹងមានម៉ូអឹមជាអ្នកកំដរហើយតែម៉ូអឹមហ្នឹងគេដឹងចិត្តថ្ងៃហ្នឹងប្រហែលជាដោយសារតែសុកយូទីរៃត្រូវអត់បានជាគេមកដល់ថ្នាក់ហ្នឹងហើយគ្រាន់តែនិយាយដល់ឈ្មោះសុកយូភ្លាមសង្ហោហ្នឹងគឺវាយបាល់លេងត្រូវភ្លាមតែម្ដងម៉ូអឹមគេឡើងអើសណ្ដោយហើយចុងក្រោយមានអីក៏ប្រវល់គ្នាមកផឹកទឹកផ្លែឈើនិយាយរឿងក្នុងចិនសង្ហោហ្នឹងក៏ប្រាប់ទៅពីរឿងកើតហេតុមុនហ្នឹងសុកយូហ្នឹងបែរជាពឹងផ្អែកទៅលើហ៊ុនជូនចោលគេណាម៉ូអឹមហ្នឹងក៏ផ្ដល់ច្បល់ថាបើចង់ដឹងច្បាស់ឲ្យសង្ហោហ្នឹងទៅសួរសុកយូហ្នឹងត្រង់ហ្មងទៅកុំមកអង្គុយគិតសម័យយល់ខុសតែម្នាក់ឯងទៀតហើយសង្ហោវិញគេមិនហ៊ានសួរធ្វើឲ្យម៉ូអឹមមកយើងឡើងតឹងចិត្តហ្មងណាតើគេហ្នឹងចង់នៅស្រឡាញ់គេម្នាក់ឯងគិតតែម្នាក់ឯងដល់ណាទៀតនាងបានធ្វើទៅជួយគេបែបហ្នឹងទេប៉ុន្តែមិនអាចទៅលូកលាន់ក្នុងតំណែងរបស់ពួកគេបានឡើយយ៉ាងច្រើនហ្នឹងបានធ្វើជាអ្នកគ្រប់គ្រងរបស់សង្ហោនឹងឯងហើយសង្ហោនឹងក៏ថាទៅមុនណាគេធ្លាប់គិតថាមិនខ្វល់ពីតំណែងរបស់សុកយូជាមួយនឹងហ៊ុនជូននឹងទេតើគេបែកគ្នាដោយសារអីតើគេនឹងមានអារម្មណ៍ស្រឡាញ់គ្នាឬក៏អត់តើគេនឹងនៅគិតចំពោះគ្នាបែបណាអីនោះគេគឺមិនចង់ដឹងតែម្ដងប៉ុន្តែពេលនេះគេពិតជាពិបាកបង្ខំខ្លួនឯងមិនឲ្យគិតមិនបានណាគេពិតជាចង់ដឹងថាតំណែងរបស់គេជាមួយសុកយូនឹងគឺជាអីថាសំខាន់ដូចជាអ្វីដែលសុកយូមានជាមួយនឹងហ៊ុនជូននឹងឬក៏អត់ហើយមើលមកយើងក៏ថាទៅប្រកាសជាសំខាន់ណាស់ហ៊ុនជូននឹងតែមកក្រោយតើប៉ុន្តែសុកយូជាមួយនឹងសង្ហូនឹងគឺបានស្គាល់គ្នាតាំងពីតូចគេប្រៀបដូចជាអរិយធម៌ដ៏ចំណាស់របស់ក្រិចប៉ុន្តែហ៊ុនជូននេះគឺជាប្រទេសអាមេរិកដែលតែកកើតប៉ុណ្ណោះហើយសង្ហូនឹងមានទំនុកចិត្តលើខ្លួនឯងបន្តិចបញ្ញាប់គិតគូរទៅព្រោះថាឥឡូវគេចាស់ហើយកុំពជាពេលទៀតលើតែខ្លួនឯងចាស់ហ្នឹងសង្ហូគេឡើងភ័យគេចាស់មែនហើយឡើងចឹងហ្មងចំណែកឯម៉ូអឹមវិញគេក៏ចាប់ផ្ដើមឆ្ងល់វិញម្ដងណាថាតើគេស្រឡាញ់សុកយូនឹងមានអារម្មណ៍បែបម៉េចតើបេះដូងគេលោតញាប់មែនហើយសង្ហូគេរៀងឆ្ងល់ដែរប៉ុន្តែគេក៏ថាទៅប្រកាសអីបេះដូងលោតញាប់តើលោតញាប់បែបម៉េចវិញលោតញាប់ដូចគេគូស្គរទុងនឹងមែនហើយសំណួរសុកយូរបស់យើងឡើងចម្លែកធ្វើឲ្យសង្ហូគេឆ្លើយអត់ចេញទេហើយម៉ូអឹមខ្លាចតែគេចាប់បានក៏ប្រវាយប្រធានបទទៅសួរនាំពីរឿងម៉ូអឹមវិញទៅថាឥឡូវនាងឈឺអីគេហើយសង្ហូគេមានដឹងឯណាហើយម៉ូអឹមរបស់យើងក៏តែគិតថាប្រហែលមកពីសុកយូនឹងនាងចូលចិត្តញ៉ាំពេកញ៉ាំអីខុសទេដឹងចំណែកសុកយូរបស់យើងឯនេះវិញក៏មកអង្គុយមើលថ្នាំនាងត្រូវផឹកគឺវាច្រើនខ្លាំងមែនតើនាងធុញណាហើយពេលដែលនាងកំពុងតែរៀបចំគេហ្នឹងសង្ហូណែក៏បានមកដល់ផ្ទះឃើញនាងមិនទាន់គេហ្នឹងក៏ឆ្ងល់ទៅនាងកំពុងធ្វើអីអីបានជាស្មាននឹងមិនទាន់គេអញ្ចឹងទៅដល់ពេលគេបិទភ្លើងគេហ្នឹងក៏បានទៅនិយាយម្នាក់ឯងទៀតហើយថានាងគេច្រើនហើយសុកយូនេះមានគេឯណាមើលទៅលើអាពិដានឃើញរូបផ្កាយហ្នឹងហើយក៏នឹកឃើញឆ្ងល់មិនបានអាពាហ៍មហារាជហ្នឹងត្រូវបានបង្កើតឡើងហេតុអីមានជំងឺមួយហ្នឹងហេតុអីវាគួរឲ្យខ្លាចមិនដូចជាឈ្មោះរបស់ព្រះច័ន្ទផ្កាយអីគ្រាន់តែបានឮក៏មានអារម្មណ៍ថាភ្លឺស្រឡះខុសពីពាក្យថាមហារាជហ្នឹងណាដល់ពេលព្រឹកឡើងចុះមកហ្នឹងប៉ាបកនាងអត់ព្រមនិយាយមួយនាងទេធ្វើដូចជាអត់ឃើញនាងអញ្ចឹងហើយនាងក៏បានទៅនិយាយជាមួយម៉ាក់នាងក៏ប្រាប់ទៅថាពេលនេះពួកគាត់បានគិតគ្នាហើយយល់ព្រមឲ្យសុកយូរបស់យើងបន្តរៀនធ្វើម្ហូបនឹងតទៀតធ្វើឲ្យសុកយូរបស់យើងឡើងអត់ចង់ជឿថាម៉ាក់នាងពិតជាយល់ព្រមមែនហីប៉ុន្តែចុងក្រោយគាត់ក៏បាននិយាយថាគាត់ឲ្យនាងរៀនដោយសារវាគឺជាចំណង់ចំណូលចិត្តរបស់នាងចង់រៀនចង់ធ្វើអីធ្វើចុះហើយនាងមិនចាំបាច់ទៅសហរដ្ឋអាមេរិកវិញទេប៉ុន្តែនាងគឺត្រូវរកការងារធ្វើនៅក្នុងប្រទេសកូរ៉េនេះតាក់ទងជាមួយនឹងជំនាញរបស់នាងមិនមែនទៅធ្វើការជាចុងភៅទេហើយសុកយូរបស់យើងពិតជាខឹងជាមួយម៉ាក់នាងខ្លាំងមែនតើហេតុអីបានជាគាត់នឹងមើងងាយទៅដល់ក្តីសុបិនរបស់នាងម៉ែដឹងតែនាងលំបាកប៉ុណ្ណាអត់ទម្រាំទៅរកវាឃើញតែពេលដែលរកឃើញហើយបែរមិនចង់ឲ្យនាងធ្វើទៅវិញតែម្ដាយរបស់នាងក៏ហាក់អាងថាគាត់គិតពីអនាគតរបស់នាងគាត់មិនយល់ព្រមឲ្យនាងធ្វើបែបនោះទេហើយសុកយូរបស់យើងក៏ប្រាប់ទៅថាអនាគតរបស់នាងចេះគិតដោយខ្លួនឯងហើយដល់និយាយជាមួយម៉ាក់នាងមិនបានការអីហ្នឹង
ងក៏ខឹងចេញមកស្រាប់តែជួបជាមួយនឹងសឹងហូនៅមុខផ្ទះហ្នឹងសួរតានាងក៏ចេញមកមិនក៏ចាំនាងយូរវ័យហើយក៏បបួលសុកយូរបស់យើងទៅញ៉ាំអីពេលព្រឹកជាមួយគ្នារំសាយកំហឹងឆ្លោះគ្នាជាមួយម៉ាក់ហ្នឹងណាហើយដឹងគេនាំនាងមកញ៉ាំអីអត់គឺញ៉ាំបបរសុកយូរបស់យើងគ្រាន់តែឃើញហើយក៏អត់ចង់ញ៉ាំដែរប៉ុន្តែសឹងហូថាឲ្យញ៉ាំសិនទៅដល់ពេលដាក់មួយម៉ាត់ទៅមានអីឆ្ងាញ់បងគេសុកយូរបស់យើងញាត់យកហើយចំណែកឯសឹងហូឃើញមនុស្សដែលខ្លួនស្រឡាញ់ញ៉ាំឆ្ងាញ់អញ្ចឹងគឺជាក្តីសុខរបស់គេហើយដល់ពេលញ៉ាំអស់សុកយូរបស់យើងក៏ចាប់ផ្ដើមធ្វើតោកសឹងហូគេឡើងបារម្ភប៉ុន្តែសុកយូក៏បន្លប់ថាអត់ទេគេនៅញ៉ាំបានទៀនតើប៉ុន្តែពេលនេះនាងចង់ចូលបន្ទប់ទឹកបន្តិចរួចក៏ធ្វើជាដើរទៅយកกระดาษជូតមាន់ដើម្បីចូលទៅបន្ទប់ទឹកអីអញ្ចឹងណាតែតាមពិតទៅគឺនាងចុកពោះមិនមែនចង់ចូលបន្ទប់ទឹកទេប៉ុន្តែអាការៈកាពះរបស់នាងគឺវាធ្វើតោកប្រហែលមកពីនាងញ៉ាំញាប់ពេកកន្លែងទៅមើលកូនប្រុសសំណប់ចិត្តរបស់អ្នកមីសុកណែវិញគួយមើលរូបភាពរបស់បរិសសាច់ដុំជាច្រើនហើយក៏ចំណែនគេថាគេសាច់ដុំធំអញ្ចឹងប្រហែលជាទៅរលុយបានច្រើនហើយតាមរយៈផ្សាយផលិតផលអាហារបំពន់សាច់ដុំអីអញ្ចឹងណាហើយកំពុងតែគិតនឹងស្រាប់តែក្រុមហ៊ុនដែលផ្សព្វផ្សាយថ្នាំហ្នឹងទេតោះមកកាន់គេធ្វើឲ្យគេរំភើបចិត្តខ្លាំងណាស់ហើយតែចង់រលុយឲ្យបានច្រើនដើម្បីអួតសុកយូគេក៏ទទួលយកការងារនឹងតែម្ដងហើយយើងកាសទៅមើលផ្ទះរបស់សង្ហូបន្តិចកំពុងតែអង្គុយអានសភៅស្រុកស្រាប់តែមានសម្លេងផ្ទុះពុំពេញផ្ទះនឹងម៉ាក់របស់សង្ហូក៏បញ្ញាប់រត់ទៅមើលឃើញថាម៉ាស៊ីនបោកក្អៅនឹងវាផ្ទុះបែកកញ្ចក់ឡើងពេញនឹងឯងហើយគាត់ក៏ចង់ទៅមើលថាកើតអីអញ្ចឹងណាតែប្តីនឹងក៏បានមកចាប់ទាញអោបគាត់ចេញធ្វើឲ្យប្រពន្ធនេះឡើងភាំងស្មារតីអស់ហើយដោយសារតែគាត់បារម្ភខ្លាចប្រពន្ធរបស់គាត់មុតជើងឲ្យនាងទៅអង្គុយចុះទោះឲ្យគាត់ជាអ្នកសម្អាតនៅកន្លែងនឹងចំណែកប្រពន្ធនៅនេះក៏ចាប់ផ្ដើមលងជាមួយនឹងប្តីម្ដងទៀតហើយបន្ទាប់ពីប្តីនឹងសម្អាតហើយក៏កន្លែងតែឃើញជើងរបស់ប្តីនឹងមានមុតគាត់ក៏បានតែចាប់ទាញប្តីនឹងឲ្យមកអង្គុយចុះហើយគាត់ណាលៀងលបួឲ្យហើយពេលនឹងរៀងឈឺដែរក៏ប្រាប់ប្រពន្ធទៅថាទោះគាត់ជាគ្រូពេទ្យតែការឈឺចាប់នឹងគឺមានដូចគ្នាមិនដឹងចង់និយាយពីលបួឬក៏បេះដូងទេហើយប្រពន្ធលៀងរួចប្តីទៅធ្វើការពេលហ្នឹងប្រពន្ធក៏សម្រេចចិត្តហៅប្តីថាចង់ញ៉ាំមីអត់ចាំប្រពន្ធហ្នឹងធ្វើមីឲ្យញ៉ាំហើយវាកម្រខ្លាំងមែនតែនដែលប្រពន្ធរបស់គាត់ហ្នឹងធ្វើឲ្យគាត់ញ៉ាំនោះធ្វើឲ្យប្តីហ្នឹងឡើងរំភើបចិត្តអង្គុយមើលប្រពន្ធធ្វើមីបដាញ៉ាំញ៉ាំបដាដូចជាដល់ពេលដែលប្តីលងជាមួយនឹងប្រពន្ធម្ដងហើយប្រពន្ធហ្នឹងក៏ស្រែកទាំងបែកខ្នងថាកុំឲ្យមើលគាត់បែបហ្នឹងទៀតហើយប៉ារបស់សង្ហូឡើងគៀងថាប្រពន្ធរបស់គាត់ហ្នឹងមានភ្នែកពីក្រោយមែនប៉ុន្តែមកអីទេលួចមើលទៀតសិនតែបន្ទាប់មកក៏បានទៅអង្គុយញ៉ាំមីជាមួយគ្នាឡើងឆ្ងាញ់ហ្មងម៉ាក់របស់សង្ហូគាត់មិនសូវចេះធ្វើម្ហូបទេប៉ុន្តែបើមានរូបមន្តគឺគាត់អាចធ្វើតាមបានហើយពួកគាត់ហ្នឹងក៏នឹកឃើញដល់ពេលវេលាដែលរៀននៅសាលាជាមួយគ្នាញ៉ាំមីជាមួយគ្នាអីហ្នឹងនិយាយគ្នាឡើងសប្បាយរីករាយមើលទៅហ្នឹងរៀងល្អប្រសើរជាងរាល់ដងចំណែកខាងកូនប្រុសណែវិញក៏ចេញមករងចាំសុកយូរបស់យើងនៅច្រកចេញនឹងហ្មងហើយគេក៏ឲ្យរបស់រៀងឡើងមកស្បងធំមុនដំបូងស្មានតែរបស់ញ៉ាំតែតាមពិតទៅគឺសុទ្ធតែថ្នាំមិនដឹងថានាងឈឺអីទេអញ្ចឹងហើយគេទិញគ្រប់មុខហ្មងឲ្យនាងញ៉ាំតាមជំងឺរបស់នាងចោះហើយគេក៏សុំទៅធ្វើការមុនណៃតែដល់ពេលទៅដល់ស្រាប់តែឃើញលោកយូណាកំពុងតែហាយដល់គោរបស់គេផឹកទាំងហូរបស់យើងក៏បញ្ញាប់ចូលទៅតាមយកមកសំណាងល្អលោកយូណាគឺអត់ទាន់បានហាយទេហើយលោកយូណាក៏ឡើងឆ្ងល់ខាញ់ទៅដល់គោទិញមកសម្រាប់ឲ្យផឹកអីផឹកមួយណាបានតែមួយនេះមិនបានទេវាគឺជាជីវិតរបស់គេហើយលោកយូណាគាត់មិនយល់ទេក៏ចង់ដឹងដែរប៉ុន្តែពេលនឹងកន្លែងភ្នែកមកឃើញដើមសុកយូនឹងកំពុងតែក្រៀមស្វិតធ្វើឲ្យពួកគេនឹងឡើងសភ្នែកដោយសារវាគឺជាទំនាយរបស់សុកយូហើយថាបើដើមនឹងក្រៀមស្វិតក្រុមហ៊ុនរបស់គេក៏ដួលទៅតាមនឹងដែរអញ្ចឹងហើយសង្ហូក៏បញ្ញាប់យកដើមមួយនឹងរត់ទៅរកកន្លែងហាងផ្កាទាំងដែលគេមិនទាន់បើកទ្វារទេសម័យគេជួយមើលក្មេងម្នាក់នឹងផងហើយអ្នកលក់ក៏ឡើងហួចចិនសង្ហូគេហៅដើមឈើនឹងថាក្មេងៗអញ្ចឹងណាហើយដល់ពេលទៅមើលទៅឃើញថាដីនឹងសើមពេកទៅបានជាធ្វើឲ្យវានឹងមិនអាចលូតលាស់មានផ្លែមានផ្កាបានសង្ហូគេមិនដឹងទេថាដើមឈើមួយនឹងអាចមានផ្លែបានទៀតអ្នកលក់នឹងក៏ប្រាប់ទៅថាអាចមានប៉ុន្តែតើតើវាសុខភាពល្អអញ្ចឹងហើយគួរតែអាសានិយាយជាមួយវាបន្តិចទៅដើម្បីដឹងពីវាហើយដើមឈើចេះនិយាយវាជាលើកទី1ហើយសង្ហូគេក៏ចង់ដឹងដែរថាធ្វើម៉េចទៅលើវានិយាយទៅមិនដឹងថាអ្នកលក់ប្រាប់សង្ហូថាម៉េចទេគេក៏កាត់មកមើលសុកយូវិញថ្ងៃហ្នឹងចេញពីថ្នាក់រៀនសប្បាយរីករាយដូចធម្មតាប៉ុន្តែពេលហ្នឹងក៏ស្រាប់តែបានឃើញហ៊ុនជូនឹងគេរងចាំនាងនៅមុខនឹងឯងហើយចុងក្រោយអ្នកទាំងពីរក៏មកអង្គុយនិយាយគ្នាហ៊ុនជូនគេក៏ថាទៅមិនដែលឃើញនាងសើចរីករាយអីបែបហ្នឹងដោយការពីមុនមកទេដោយសារតែពេលនេះនាងរកឃើញអ្វីដែលខ្លួនឯងចូលចិត្តណាហើយគេក៏មានរបស់មួយចង់ឲ្យនាងមើលហើយនោះគឺជាឯកសារដាក់ពាក្យទៅរៀននៅសាលាធ្វើម្ហូបនៅឯសហរដ្ឋអាមេរិកដូចជាហ៊ុនជូនគេបាននិយាយការពីមុនអញ្ចឹងកុំបារម្ភចាំគេជាអ្នករ៉ាប់រងគ្រប់យ៉ាងប៉ុន្តែគេនិយាយនឹងអត់មានមើលទឹកមុខរបស់សុកយូទេដូចជាមិនបានពេញចិត្តនឹងការត្រឡប់ទៅ
អាមេរិកនឹងវិញឡើយហើយគេក៏ប្រាប់ឲ្យនាងមើលនៅក្នុងស្រោមសំបុត្រនឹងទៀតទៅនៅសល់របស់ផ្សេងទៀតដល់ពេលមើលទៅក៏ឃើញថាគឺជាចិញ្ចៀនដែលគេធ្លាប់សុំនាងរៀបការកាលពីមុនគឺគេធ្វើដូចជាពេលដែលសុំនាងរៀបការអញ្ចឹងធ្វើបែបនេះគឺចង់ឲ្យតំណែងរបស់ពួកគេទាំងពីរនាក់គឺត្រឡប់ទៅដល់ពេលវេលាមួយដែលរីករាយបំផុតនៅក្នុងតំណែងមួយហ្នឹងហើយគេនឹងផ្ដល់ភាពរីករាយឲ្យនាងដោយការពីមុនវិញអញ្ចឹងចង់ឲ្យនាងត្រឡប់ទៅវិញជាមួយនឹងគេណាទៅយូរបើយើងអត់មកអីទេក៏បានយកអញ្ជៀនហ្នឹងមកពាក់ឃើញថាវាធំជាងដៃនាងបានន័យថានាងស្រកគីឡូអីចាំដល់ទីនោះយកវាទៅសេរីវិញហើយសុកយូរបើយើងក៏យកអញ្ជៀនហ្នឹងទៅពាក់នឹងដៃមើលអីអញ្ចឹងទៅមិនដឹងថានាងឆ្លើយតបជាមួយគេយ៉ាងម៉េចឡើយដល់ពេលយប់ឡើងក៏បានមកជួបគ្នាជាមួយនឹងសឹងហូពីរនាក់ហ្នឹងអង្គុយមើលផ្កាយទៀតហើយប៉ុន្តែថ្ងៃហ្នឹងអត់មានផ្កាយមើលទេសឹងហូបើយើងក៏នឹកឃើញដល់ពាក្យមកគេក៏ចង់សួរនាងត្រង់ៗហ្មងហេតុអីថ្ងៃនោះមិនឲ្យគេជូនទៅប៉ុន្តែពេលដែលគេហាមាត់ទៅគឺត្រូវបានសុកយូរបើយើងហ្នឹងផ្អាកបាននាងប្រាប់គេថាយន់ជូនហ្នឹងបានសុំនាងរៀបការធ្វើឲ្យសឹងហូហ្នឹងគេមួម៉ៅឡើងតែម្ដងមិនដឹងថាប្រុសម្នាក់ហ្នឹងគេចង់ធ្វើអីពិតប្រាកដទេដឹងថាវាមិនអាចទៅរួចដឹងថាវាយឺតពេលទៅហើយហេតុអីគេហ្នឹងនៅតែធ្វើវាឡើងវិញម្ដងទៀតអញ្ចឹងប៉ុន្តែផ្ទុយស្រឡះសុកយូនឹងបែរជាគិតថាវាមិនទាន់ជឿពេលទេតទៅត្រូវបានគេសុំរៀបការនាងក៏គិតត្រឡប់ទៅវិញរាល់ពេលវេលាដែលនៅជាមួយនឹងយន់ជូនគឺជាពេលវេលាដ៏រីករាយគេបានផ្ដល់ឲ្យនាងនៅរឿងល្អៗជាច្រើនពេលដែលនៅជាមួយគ្នាពេលដែលគេញ៉ាំអីជាមួយគ្នាជាលើកដំបូងក៏មានអារម្មណ៍ថាអាហារទាំងអស់នោះវាមានរសជាតិឆ្ងាញ់និយាយរួមទៅធ្វើឲ្យនាងនឹងត្រឡប់ទៅការចងចាំកាលពីមុនវិញហើយក៏ចង់ឲ្យវាកើតឡើងម្ដងទៀតសង្ហូបអញ្ចឹងក៏សួរបញ្ជាក់ទោះបីជាពេលដែលមានគេនៅជាមួយនាងដែរមែនគឺមែនចុះពេលដែលគេសារភាពឲ្យនាងវិញសុកយូបើយើងក៏ប្រាប់ទៅពេលនោះនាងក៏នឹកឃើញដល់គេដែរហើយនឹងឬគឺជាមូលហេតុដែលនាងឲ្យគេជូនទៅមន្ទីរពេទ្យមិនឲ្យខ្លួននឹងជូនទៅហើយសុកយូបើយើងក៏ឆ្លើយដោយមុខស្ងួតហ្មងណាថានោះប្រហែលជាសភាវគតិរបស់មនុស្សបង្ហាញនៅភាពស្មោះត្រង់របស់ពួកគេនៅពេលដែលពួកគេជួបនៅរឿងឈឺចាប់ហើយទៅរកមនុស្សម្នាក់ដែលគេគិតថាអាចពឹងផ្អែកបាននាងក៏មិនដឹងដែរថាហេតុអីបានជានាងនឹងទៅសុំជំនួយអំពីហន់ជូននឹងទៅវិញហើយសង្ហូនឹងក៏សួរទៅចុះនាងមិនអាចពឹងផ្អែកមកលើគេទេមែនសង្យូបើយើងក៏ប្រាប់ថាសម្រាប់នាងសង្ហូគ្រាន់តែជាក្មេងអាយុ5ឆ្នាំដែលចូលចិត្តយំជាមួយនឹងការភ័យខ្លាចហើយនាងគិតថាគេនឹងមិនបានស្រឡាញ់នាងទេប៉ុន្តែវាគឺជាអារម្មណ៍នៃការដកជាប់នាងក៏លើកជាឧទាហរណ៍ថាដូចជាកូនទានិងម្ដាយទាពេលដែលកើតមកភ្លាមឃើញអ្នកណាគេនឹងគិតថាអ្នកនោះគឺជាម្ដាយហើយនឹងដើរតាមរហូតដូចជាសង្ហូនឹងយល់ច្រឡំថាគេស្រឡាញ់នាងអញ្ចឹងដែរធ្វើឲ្យសង្ហូរបស់យើងខឹងហ្មងថាបានហើយឲ្យនាងជុំនិយាយទៅនាងមានអារម្មណ៍បែបណាចំពោះគេនឹងមិនត្រូវជាអីនៅក្នុងចិត្តរបស់នាងក៏ដោយតែនាងគឺគ្មានសិទ្ធិមកវិតម្លៃពីក្តីស្រឡាញ់របស់គេដែលមានចំពោះនាងទេហើយទៅដល់កូននៅមិនទាន់ផុតកំណត់នៅឡើយទេគេនឹងរងចាំចម្លើយរបស់នាងហើយមិនចង់ស្ដាប់សុកយូរបស់យើងនិយាយអីតទៀតឡើយគេក៏ចាកចេញពីកន្លែងហ្នឹងទៅប្រហែលជាគិតថាសុកយូនេះយល់ព្រមជាមួយនឹងយន់ជូននឹងហើយទេដឹងកន្លែងមកមើលកន្លែងការងាររបស់មើម្នាក់វិញទាំងអស់គ្នាកំពុងតែឈូឆរនាំគ្នាមើលអត្ថបទព័ត៌មានរបស់តាន់ហូដែលគេតំតែចេញបន្ទាប់ពីបានអនុវត្តផ្ទាល់ហើយណាម្នាក់ហ្នឹងគឺបានទៅសើតែគេទៅសេបានល្អខ្លាំងមែនតែនប៉ុន្តែមករបស់យើងថានេះមិនចាប់អារម្មណ៍ទេហើយក៏មិនចង់មើលដែរប៉ុន្តែតាមពិតហ្នឹងដៃហ្នឹងទៅស៊ូមមើលព័ត៌មានហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅមើលខមមិនមើលអីទៀតណហើយកំពុងតែមើលហ្នឹងអ្នកដែលទៅសេហ្នឹងក៏ខលមកល្មមធ្វើឲ្យនាងឡើងកាំងហ្មងណាតាន់ហូគេខលមកហ្នឹងគឺឲ្យមកចេញមកជួបគេមានរបស់ឲ្យអ្នកទាំងអស់គ្នាតែមិនចង់រំខានការងារទៅហៅតែមកចេញមកម្នាក់ធ្វើឲ្យមកឡើងមួម៉ៅក៏ថានាងតនេណាស់មែនហើយនាងក៏បដិសេធមិនទទួលយកអាហារទាំងអស់នោះឡើយវាគឺជាច្បាប់សម្រាប់បុគ្គលិកសង្គមហើយមិនឲ្យទទួលរបស់ពីប្រជាពលរដ្ឋឡើយតែសង្ឃឹមគេថាប្រជាពលរដ្ឋមិនអាចទទួលបានប៉ុន្តែមិត្តរួមការងារហ្នឹងគឺអាចទទួលបានមិនអញ្ចឹងដោយសារគេធ្លាប់ធ្វើការនៅនឹងដែរចឹងហើយមកយើងក៏យកព្រមទទួលទៅគេក៏លាគ្នាធំនឹងស្រាប់តែកន្លែងទៅឃើញតាន់ហូហ្នឹងពាក់អាវខែបរ៉ាសារ៉ាគេនឹងទៀតហើយធ្វើឲ្យមករបស់យើងឡើងមួម៉ៅហ្មងឆ្ងល់គេមិនបានចូលចិត្តពាក់អាវហ្នឹងម៉េចតាន់ហូហ្នឹងក៏អញ្ចឹងទៀតប្រាប់ទៅថាមកពាក់អាវហ្នឹងវាទន់ស្រួលពាក់មកថាអីទេចាំនាងក៏ទៅទិញអាវតែទន់ស្រួលពាក់ជាងហ្នឹងឲ្យគេជប់ពាក់អាវហ្នឹងទៅតាន់ហូហ្នឹងក៏ឆ្ងល់ទៀតហេតុអីបានជានាងត្រូវទិញអាវឲ្យគេដូចជាមិនត្រូវអីនឹងគ្នាផងមករបស់យើងក៏យកពាក្យតាន់ហូហ្នឹងមកនិយាយវិញដោយសារតែពួកគេគឺជាមិត្តរួមការងារមិនអញ្ចឹងហើយនាងក៏បញ្ញាប់កិច្ចចេញពីកន្លែងហ្នឹងមកដោយសារតែតាន់ហូធ្វើឲ្យបេះដូងរបស់នាងលោទៀតហើយនាងគិតថាវាប្រហែលជាខូចអីត្រូវតែយកទៅជួសជុលចេញចំណែកម៉ាក់សង្ហូណែវិញក៏ហៅគេមកជួសជុលម៉ាស៊ីនបោកកៅអៅហើយក៏ដឹងពីមូលហេតុដែលធ្វើឲ្យផ្ទុះហ្នឹងដោយសារតែមានសព្រាមួយក្នុងហ្នឹងហើយគាត់ឡើងឆ្ងល់ហ្មងហេតុអីបានគាត់យកសព្រាទៅដាក់ក្នុងហ្នឹងហើយគណៈពេលហ្នឹងសង្ហូក៏ត្រឡប់មកវិញអ្នកម៉ាក់ហ្នឹងក៏បានទៅយកសព្រានឹងលាក់កុំឲ្យកូនប្រុសបានឃើញហើយក៏ទៅមើលមុខរបស់
សង្ហូនឹងឃើញថាស្រីសក់ស្លាំងដល់ហើយតែកូនប្រុសនឹងអត់បានគេងមែនឬក៏អត់ស្រួលខ្លួនសង្ហូរបស់យើងក៏ប្រាប់ទៅថាមកពីគេរវល់ការងារពេកហើយដូចគេនិយាយអញ្ចឹងទូរស័ព្ទនឹងក៏រឡើងមានបញ្ហានៅកន្លែងសាងសង់ដែលគេនឹងគឺជាអ្នកទទួលបន្ទុករចនាដើមឡើយនឹងគឺទទួលបានការយល់ព្រមពីអ្នករស់នៅជុំវិញនឹងអស់ហើយប៉ុន្តែពេលនេះស្រាប់តែមានប្រជាជនម្នាក់នៅក្បែរនឹងបានប្តឹងទៅកាន់សាលាក្រុងទើបគេមកបញ្ឈប់ការសាងសង់ភ្លាមមូលហេតុនឹងគឺដោយសារតែអគារមួយនឹងបាំងពន្លឺថ្ងៃចូលផ្ទះរបស់គាត់ហើយមនុស្សចាស់គឺត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់រួចក៏ចោទពួកគេនឹងចង់ធ្វើឲ្យគាត់អាយុខ្លីអីអញ្ចឹងទៅឡើងធ្វើឲ្យពួកគេនឹងហួសចិត្តហ្មងណាហើយពេលដែលត្រឡប់មកវិញណាយូនលោកយន្តអីនឹងក៏នាំគ្នាអស់សំណោចថាលោកតានឹងមិនទេគាត់ថាបែរជានិយាយដូចជាមនុស្សមិនគ្រប់ទឹកហើយដល់កន្លែងមើលមុខរបស់សង្ហូទៅនឹងគឺថាមិនសប្បាយជាមួយទេដេញឲ្យពួកគេទាំងពីរនាក់ចេញពីកន្លែងហ្នឹងទៅពួកគេលែងហ៊ានសោយហើយចំពោះការសាងសង់មួយហ្នឹងគឺមុននឹងសាងសង់គឺទទួលការយល់ព្រមសញ្ញាឲ្យអស់ហើយដូច្នេះគេមិនមែនជាអ្នកចាញ់ប្រៀបឡើយដោយសារតែគេមានឯកសារសញ្ញាពីលោកតានឹងដែរឲ្យកូនចៅរបស់គេទៅរកយកមកចំណែកខាងសង្ហូឯណែវិញក៏បានទៅអង្គុយមើលអត្ថបទព័ត៌មានរបស់ខ្លួនហ្នឹងមិនសុំទេងុំគឺអង្គុយមើលរូបរបស់គេជាមួយនឹងមើលអឹមឈរក្បែរគ្នានឹងហ្មងហើយមើលឡើងជួឡើងប្រធានរបស់គេមកពីក្រោយហើយក៏បង្អាប់គេថាប៉ាកែសេព័ត៌មានដល់ហើយដល់កន្លែងទៅមើលអឹមហ្នឹងថាជាស្រីស្អាតទៀតឲ្យតាន់ហូនឹងខំប្រឹងឡើងតាន់ហូនោះគេឡើងអៀនគេថាមកជូនពរអីបែបហ្នឹងហើយមិនត្រឹមតែប្រធានរបស់គេទេសូម្បីតែបុគ្គលិករួមការងារហ្នឹងក៏នាំគ្នាជូនពរម្នាក់មួយម៉ាត់ទៀតហើយមិនខុសពីតាន់ហូអីប្រហែលទេមកឯណាក៏កំពុងតែអង្គុយមើលរូបថតពួកគេទាំងពីរនាក់សូមចុះសូមឡើងនិយាយពីអត្ថបទព័ត៌មាននឹងបដាញាក់ជើងបដាហើយអាការៈមួយនឹងធ្វើឲ្យសុកយូរបស់យើងចាប់បានថាតើនាងកំពុងតែលងស្រឡាញ់ទៅកាន់បរិសអ្នកកសែតនឹងមែនមករបស់យើងបកាយឡើងលឿនហ្មងថាអត់ទេនាងគាត់ទៅចូលចិត្តអត្ថបទរបស់គេតើចូលចិត្តយ៉ាងម៉េចគ្រាន់តែអង្គុយនិយាយមើលរូបរបស់គេនឹងកន្លះម៉ោងហើយមិនបាច់កុហកទេនាងយល់ច្បាស់តែមកនឹងនៅតែបដិសេធហើយក៏លើកយកតំណែងរបស់សុកយូជាមួយនឹងសង្ហូនឹងមកនិយាយវិញចុះតំណែងរបស់អ្នកទាំងពីរនាក់នោះយូរបស់យើងក៏ធ្វើខ្លួនលែងត្រូវហើយក៏ប្រាប់ទៅថាពួកគេនឹងខាននិយាយគ្នាមួយថ្ងៃមកមិនប្រាប់ក៏មកដឹងដែរថាពួកគេនឹងឆ្លោះគ្នាទៀតហើយគាត់ទៅនេះក៏ដឹងទេថាលើកនឹងគឺឆ្លោះដោយសារតែរឿងបេះដូងចំណែកខាងសង្ហូអ្នកវិញកំពុងតែចលាចលគេនឹងត្រូវបានបង្ខំឲ្យសាងសង់ហើយអញ្ចឹងត្រូវបញ្ញាប់ដំណើរការអារឿងកដាសញីហ្នឹងហើយប៉ុន្តែស្រាប់តែបុគ្គលិករបស់គេដែលឲ្យទៅរកកដាសញីហ្នឹងមកប្រាប់ថាគេនឹងបានធ្វើវាឲ្យបានដែលមិនដឹងទេថាវាបាត់តាំងពីពេលណានោះធ្វើឲ្យមេទាំងពីរនាក់នឹងគឺខឹងខ្លាំងមែនតើជាពិសេសនឹងគឺលោកយូនមិនបានជាគេមកនិយាយអញ្ចឹងដឹងថាកដាសញ្ញាយល់ព្រមនឹងសំខាន់ចំពោះពួកគេប៉ុណ្ណាអនហើយបុគ្គលិកម្នាក់នឹងគឺបានត្រឹមតែសុំទោសគេនឹងក៏មិនដឹងថាវាបាត់ទៅណាដូចគ្នាដែរសង្ហូរបស់យើងក៏ឲ្យគេចាញ់ទៅវិញទៅដោយដាក់សំណួរឲ្យគេមួយថានៅពេលដែលមានរឿងនឹងកើតឡើងបញ្ហាធំជាងគេរបស់ពួកគេនឹងគឺជាអ្វីឲ្យគេពេលដែលរកចម្លើយបានចាំត្រឡប់មកប្រាប់ខ្លួនវិញហើយសង្ហូរបស់យើងក៏បានចេញពីកន្លែងការងារមកឡើងខ្មៅប៉ែជួបជាមួយនឹងអ្នកមីងមីសោក៏ហៅគេនឹងចូលទៅញ៉ាំបាយនៅផ្ទះរបស់គាត់ហើយពេលដែលចូលទៅដល់នឹងគាត់ក៏ដឹងហើយថាសង្ហូនឹងកំពុងតែមានបញ្ហាសង្ហូរបស់យើងសួរទៅមិនបានដឹងមិនបានមិនដឹងរបស់គាត់គឺជាអ្នកចិញ្ចឹមសង្ហូនឹងធំដល់ផ្ទាល់ដៃឡើងដូចជាកូនប្រុសរបស់គាត់ហើយហ្នឹងហើយគាត់ក៏ទុកឲ្យសង្ហូរបស់យើងញ៉ាំចូលគាត់ចេញទៅហើយស្រាប់តែពេលហ្នឹងសុកយូរបស់យើងក៏បានមកហើយសង្ហូនៅហ្នឹងនាងក៏ចង់ត្រឡប់ទៅវិញសង្ហូនឹងក៏សួរទៅថាមិនបានកិច្ចមកគេអញ្ចឹងសុកយូរបស់យើងថាអត់ទេនេះមានកិច្ចណានាងថាមកញ៉ាំទឹកឲ្យផ្លេចក៏បានសម្ដែងធ្វើជាដើរត្រទូទៅក៏ហត់ទឹកញ៉ាំទៅប៉ុន្តែពេលហ្នឹងមានតែបានញ៉ាំទឹកទេនាងក៏សម្រេចចិត្តប្រាប់ទៅកាន់សង្ហូថាឲ្យគេបោះចោលទៅដល់កូននោះទៅចម្លើយគឺនាងបានឆ្លើយប្រាប់គេរួចហើយពួកគេហ្នឹងគឺមិនអាចលើពីមិត្តភក្តិបានឡើយសង្ហូរបស់យើងក៏សួរបញ្ជាថាឲ្យបញ្ចប់ទៅដោយបែបហ្នឹងមែនសុខយូរបស់យើងក៏សុំទោសនាងគិតថាពួកគេហ្នឹងគឺធ្វើជាមិត្តភក្តិល្អបំផុតហើយអាចនឹងមានអារម្មណ៍ថាចម្លែកបន្តិចប៉ុន្តែយូរទៅលែងអីហើយពួកគេតែងតែបែបហ្នឹងមិនអញ្ចឹងអីហើយឲ្យគេញ៉ាំបាយចោលញ៉ាំរួចចាំត្រឡប់ទៅវិញតែមុននឹងពេលដែលសុខយូរបស់យើងចាក់ចេញសង្ហូនឹងក៏ប្រាប់ទៅថាពួកគេទាំងពីរនាក់មិនអាចក្លាយជាមិត្តភក្តិនឹងគ្នាបានឡើយហើយបាយមកពេលហ្នឹងដឹងញ៉ាំចូលអត់ទេប៉ុន្តែសម្រាប់សុខយូនាងក៏ពិបាកដូចគ្នាដែរតាមពិតទៅពេលដែលនាងនិយាយជាមួយនឹងហ៊ុនជូននាងមិនបានយល់ព្រមជាមួយនឹងការសុំរៀបការរបស់គេឡើយព្រោះទៅនៅចាំពេលដែលពួកគេទទួលការព្យាបាលនិងឆ្លងកាត់ពេលវេលាដ៏លំបាកនោះជាមួយគ្នាអត់នាងពិតជាសប្បាយចិត្តនាងពិតជាទ
ទទួលបានអារម្មណ៍កក់ក្ដៅដែលគេបានមើលថែនាងឆ្លងកាត់ជាមួយគ្នានាងក៏បានជាសះស្បើយចូលទៅធ្វើការវិញប៉ុន្តែក៏ត្រូវបានមិត្តរួមការងារដែលជាក្រីក៏ដូចជាអ្នកផ្សេងទៀតហ្នឹងលេងសើចមើលងាយនាងថាជាមនុស្សដែលគួរឲ្យអាណិតថានាងឈឺទើបនាងយកការងារហ្នឹងមកធ្វើដើម្បីឲ្យខ្លួនឯងប្រឆាំងជាមួយជំងឺនឹងអីអញ្ចឹងទៅហើយម្ដងបន្តិចសុខយូររបស់យើងក៏បានធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តនាងលែងសប្បាយរីករាយដោយការពីមុនទៀតហើយនៅចាំតែពេលនាងទៅរកឃើញគេកំពុងតែថើបគ្នាជាមួយនឹងមនុស្សស្រីម្នាក់ឬក៏អត់តាមពិតទៅពេលហ្នឹងហ៊ុនជូណាគេមិនបានថើបទេគឺគេកំពុងតែជួយពាក់លែនឲ្យមនុស្សស្រីម្នាក់នោះហើយគេពិតជាខឹងជាមួយនឹងសុខយូមែនតែនដែលនាងមិនជឿជាក់ជាមួយគេដល់ថ្នាក់តាមគេទៅដល់កន្លែងជប់លៀងហ្នឹងសុខយូរបស់យើងក៏ខឹងថាឲ្យគេវិញហេតុអីបានជាហ៊ុនជូនហ្នឹងចង់បានភាពសប្បាយរីករាយក្នុងពិធីជប់លៀងហ្នឹងម៉ែទាំងដែលនាងគឺកំពុងតែឈឺចាប់នឹងត្រូវការគេហ៊ុនជូនហ្នឹងគេក៏មុំម៉ៅដែរតាមតែការសុខយូរបស់យើងទៅថាគេហ្នឹងក៏ហត់នៅដូចគ្នាគេលះបង់គ្រប់យ៉ាងពេលវេលាការងារនៅក្បែរនាងកំដរនាងគិតថានាងជាពីជំងឺហើយត្រឡប់មកដូចដើមវិញប៉ុន្តែមានឯណានាងបែរជាធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តលែងចង់ទៅណាលែងដីសុខយូដែលគេបានស្គាល់ពីមុនទៀតហើយពេលសម្ដីមួយនេះធ្វើឲ្យសុខយូរបស់យើងស្វាងចេះតែម្ដងនាងតែដឹងថ្ងៃហ្នឹងទេថាការរ៉ារបស់នាងបានធ្វើឲ្យមនុស្សប្រុសម្នាក់ដែលនាងស្រឡាញ់ធ្លាក់ដុនដាបមកជាមួយនាងដែរហើយស្របពេលជាមួយនឹងគ្នាយន់ជូនណែគេក៏កំពុងតែមើលចិញ្ចៀនដែលសុខយូនឹងបានឲ្យត្រឡប់មកវិញហើយចិញ្ចៀនហ្នឹងគឺអាចជួសជុលបានប៉ុន្តែបេះដូងគឺមិនអាចជួសជុលឲ្យដូចពីមុនវិញបានទេនាងក៏មិនអាចទទួលយកការស្រឡាញ់របស់គេនេះវិញបានដែរនាងក៏ប្រាប់ទៅកាន់គេទៅប្រហែលឆ្នាំមុននេះពេលដែលពួកគេរងទុក្ខជាមួយគ្នានាងអរគុណនាងទទួលបានក្តីស្រឡាញ់នាងទទួលបានការមើលថែពីគេនាងគឺអរគុណគេណាស់ប៉ុន្តែនាងសុំទោសនាងមិនអាចត្រឡប់ទៅជានាងវិញជាមួយគេបានទេនាងមិនចង់ឲ្យនរណាម្នាក់មករងទុក្ខជាមួយនឹងនាងមិនចង់ឲ្យនរណាម្នាក់ត្រូវធ្លាក់ចូលក្នុងពិភពខ្មៅងងឹតរបស់នាងទៀតឡើយនាងក៏មិនគិតអំពីរឿងស្នេហាអីទៀតដែរក្នុងផ្លូវរបស់នាងពេលនេះនាងគ្រាន់តែចង់សម្រេចនូវក្តីសុបិនរបស់នាងតែប៉ុណ្ណោះជីវិតនាងទៅមុខមានតែនាងហើយនឹងក្តីសុបិនរបស់នាងមើលទៅសុខយូរបស់យើងនាងមិនត្រឹមតែមានស្លាកស្នាមនៃការវះកាត់នៅលើខ្លួនប៉ុណ្ណោះទេប៉ុន្តែនាងគឺមានស្លាកស្នាមដ៏ឈឺចាប់នៅលើបេះដូងនាងផងដែរប្រហែលនឹងហើយគឺជាមូលហេតុដែលនាងបដិសេធក្តីស្រឡាញ់ពីហ៊ុនជូនជាមួយនឹងសង្ហូទាំងអស់តែម្ដងនៅកន្លែងទៅមើលគ្រួសារតូចរបស់តានហូណែវិញរៀបចំបាយទឹកអីអស់ស្រាប់តែកន្លែងការងារនឹងខលមកប្រាប់ថាមានការសម្ភាសសំខាន់មួយហើយគេនឹងគឺត្រូវតែទៅចូលរួមអញ្ចឹងហើយយន់ទូនឹងឲ្យប៉ាគេទៅចោះប៉ុន្តែប៉ាគេមិនទុកចិត្តទេដូច្នេះហើយក៏បានទៅសុំឲ្យមករបស់យើងជួយមើលតាយន់ទូមួយព្រឹកហើយមកនឹងគេពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនាងក៏មានការងារដូចគ្នាប៉ុន្តែនាងគឺមានដំណោះស្រាយនោះគឺជាអ្នកម៉ាក់ទាំង4នាក់នឹងឯងឲ្យជួយមើលយន់ទូឲ្យពួកគេហើយតានហូរបស់យើងក៏ទិញទាំងចំណីចំណុកអាហារសុខភាពអីជូនជាសំណងសងគុណដល់អ្នកទាំងអស់គ្នាដែលបានជួយគេណាតែអ្នកមីងក៏ធ្វើអីទេឲ្យគេទៅចោះហើយពេលដែលប៉ាទៅបានអ្នកមីងអ៊ីនសុកនឹងក៏បានទៅឲ្យយិនសិនពៅមួយដល់យន់ទូហើយអ្នកមីងផ្សេងទៀតក៏បារម្ភថារបស់នឹងក្មេងញ៉ាំបានដែរអីអ្នកមីងអ៊ីនសុកថាញ៉ាំបានគឺមានជាតិពៅអីគេនោះក៏អត់ស្គាល់ឈ្មោះទេមីងហេសុកគាត់ក៏ទៅនិយាយឈ្មោះអារុក្ខជាតិពៅនឹងទៅប៉ុន្តែគាត់និយាយខុសក៏ឲ្យមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នានឹងឡើងអសណោយថាពេលនេះអ្នកមីងហេសុកគឺធ្លាក់ចំណាត់ថ្នាក់អីហើយអ្នកមីងហេសុកគាត់មិនទទួលស្គាល់ទេថាគ្រាន់តែខុសបច្ចេកទេសអីអញ្ចឹងណាកន្លែងទៅមើលធំជិនវិញគេកំពុងតែថតផ្សព្វផ្សាយអាផលិតផលយកសាច់ដុំ3ហ្នឹងហើយពេលនឹងដែរស្រាប់តែលោកគ្រូបង្វឹកដែលជាគ្រូរបស់គេនឹងចូលមកឃើញហើយស្ដីឲ្យគេមែនតែនតែគេចង់បានលុយគេក៏ធ្វើការខុសនឹងឧត្តមកតេដែលលោកគ្រូរបស់គេនឹងគឺអត់ចូលចិត្តទេហើយក៏ដេញគេចេញពីកន្លែងការងារគាត់ហ្មងលែងឲ្យធ្វើជាគ្រូហាត់ប្រាណអីទៀតហើយធំជីននឹងក៏ខ្លាំងដែរមិនបានត្រទេចេញត្មងទៅហើយនៅក្រុមហ៊ុនរបស់សង្ហូណែវិញបុគ្គលិកប្រុសនោះក៏បានយកសបុតលាឈុំមកឲ្យតានហូនឹងក៏សួរទៅថានឹងគឺជាចម្លើយរបស់គេមែនហើយគេក៏ប្រាប់វិញទៅថាគេរកចម្លើយអត់ឃើញទេអញ្ចឹងហើយគេដាក់សបុតលាឈុំហើយការទទួលខុសត្រូវនៅកំហុសរបស់គេមួយហ្នឹងហើយតានហូរបស់យើងក៏បានទៅឆ្លើយចម្លើយហ្នឹងទៅសំណួរដែលគេដាក់ឲ្យហ្នឹងគេមានន័យថាពេលដែលក្រុមហ៊ុនជួបបញ្ហាពួកគេដែលជាបុគ្គលិកជាមករួមការងារជាមួយនឹងគ្នានេះគឺត្រូវធ្វើយ៉ាងម៉េចគឺពួកគេនឹងត្រូវរួមគ្នាដោះស្រាយបញ្ហាមួយហ្នឹងដូចជាពេលហ្នឹងអញ្ចឹងគេបានដោះស្រាយបញ្ហាហ្នឹងបានហើយការសម្រុះសម្រួលជាមួយលោកតាមួយហ្នឹងឲ្យជាប្រាក់ក៏ដូចជាគុណប្រយោជន៍ខ្លះសម្រាប់គាត់អីអញ្ចឹងណាហ្នឹងគឺជាកំណត់របស់សង្ហូពួកគេក៏ទៅសារទៅកាន់សង្ហូថាប្រកែកអញ្ចឹងណាប៉ុន្តែមើលទៅសង្ហូហ្នឹងដូចជាអត់ស្រួលសោះគឺខ្សោយខ្លាំងមែនតែនសួរសង្ហូថាឈឺមែនតែសង្ហូថាអត់ទេគេមានឈឺឯណាដល់ពេលងើបឡើងហ្នឹងក៏រត់ដួលទៅត្រេកត្រោបពេញហ្នឹងចុងក្រោយហ្នឹងក៏បានទៅសម្រាកនៅផ្ទះហើយគេហ្នឹងក៏បានយកសំឃើញទស្សនភាពដែលម៉ាក់គេទៅចោលគេយំឡើងខ្លាំងហើយសុកយូហ្នឹងក៏បានចូលមកលួងលោមការលួងលោមរបស់សុកយូហ្នឹងគឺជាការស្ដីឲ្យថាសង្ហ
នៅយំដោយកូនក្មេងអញ្ចឹងតែសង្ហូរហ្នឹងគេលេងយំបន្ទាប់មកនាងក៏បបួលគេទៅញ៉ាំអីដើម្បីឲ្យគេសប្បាយចិត្តវិញនៅហាងបប៉ាគេអីអញ្ចឹងទៅហើយដល់ពេលគេដឹងខ្លួនឡើងមកវិញក៏ឃើញម៉ាក់របស់គេកំពុងតែអង្គុយមើលដល់ពេលបើកមកម្ដងទៀតសាប់ទៅឃើញសុកយូរបស់យើងមិនដឹងថាគេស្មើសម័យឬក៏មិនទេប៉ុន្តែតាមពិតទៅសុកយូហ្នឹងគេពិតជាមកអង្គុយមើលគេពិតមែនតែមកមើលផ្ទះមកបន្តិចតាន់ហូគេមកពីធ្វើការវិញហើយទៅទទួលកូនស្រីម៉ាក់ក៏ប្រាប់ទៅថានាងគេនៅលើពេលដែលចូលមកដល់សាប់ទៅឃើញមករបស់យើងអង្គុយមើលមុខរបស់យន់ទូប្រាប់តាន់ហូកំតន់ដាស់នាងអីទុកឲ្យនាងគេបន្តិចទៀតទៅហើយនាងក៏ទៅសើហើយយន់ទូហ្នឹងស្អាតខ្លាំងណាស់ភ្នែកក៏ស្អាតច្រមុះក៏ស្អាតមាត់ក៏ស្អាតយន់ទូនឹងអង្គុយក្បែរក៏ប្រាប់ទៅគេជាប៉ាហ្នឹងក៏មិនគួរជឿដែរថាកូនស្រីស្អាតយ៉ាងហ្នឹងហើយមករបស់យើងក៏ធ្លុយមាត់ហើយបើយន់ទូបានធ្វើជាកូនស្រីរបស់នាងមិនដឹងជាល្អយ៉ាងណាទេហើយស្រាប់តែតាន់ហូហ្នឹងគេនិយាយថាមែនហើយដល់និយាយរួចហើយក៏កាំងទាំងពីរនាក់ហ្នឹងតែម្ដងមានន័យថាមកហ្នឹងចង់ខ្លាចជាម៉ាក់យន់ទូហ្នឹងមែនមកហ្នឹងក៏បញ្ញាបកស្រាយថាមិនមែនមានន័យបែបហ្នឹងទេគឺនាងចង់ទៅសើថាយន់ទូនឹងស្អាតហើយពីរនាក់ហ្នឹងក៏ធ្វើខ្លួនលែងត្រូវតាន់ហូហ្នឹងក៏បញ្ញាប់ដើរធ្វើទៅមើលអីផ្សេងអញ្ចឹងណាឃើញរូបថតរបស់មកកាលពីទូចហ្នឹងខ្ជូតពេកពីក្នុងចិត្តវាទុំរួចក៏និយាយចេញមកហ្មងទៅថានាងគួរឲ្យស្រឡាញ់ខ្លាំងណាមករបស់យើងក៏សួរបច្ចាចង់មានន័យថាម៉េចថានាងគួរឲ្យស្រឡាញ់មែនដល់វគ្គតាន់ហូហ្នឹងកាំងវិញម្ដងថាអត់ទេគឺគេចង់មានន័យថាក្មេងៗគឺគួរឲ្យស្រឡាញ់អីអញ្ចឹងណាហើយក៏ទៅប្រឡប់សួរថាពួកគេទាំង3នាក់ធំជាមួយគ្នាមែនមកយើងក៏ប្រាប់ទៅថាពួកគេហ្នឹងស្គាល់គ្នាមុនហើយនាងគឺរើមកក្រោយទេហើយនិយាយដល់រឿងផ្ទះរបស់យើងក៏នឹកឃើញថាតាន់ហូហ្នឹងគឺជាមនុស្សប្រុសដំបងហើយដែលចូលមកបន្ទប់នាងបន្ទាប់ពីសង្ហូហើយឲ្យតែពាក្យណាដែលនាងគិតហ្នឹងគឺនាងនិយាយចេញមកហើយអត់ដឹងទេថាវាទៅជាបែបណានោះប៉ុន្តែនិយាយរួចនេះក៏ចាប់ផ្ដើមកាំងអៀននិយាយជាមួយគ្នាឡើងការទៀតហើយសំណាងដែរម៉ាក់របស់គេហៅញ៉ាំបាយពេលហ្នឹងទៅបានលេះមករបស់យើងចេញទៅតាន់ហូក៏បញ្ញាប់ទៅដាស់កូនlại ta can sân hôi nèវិញពេលនេះបានរៀងធូរដឹងខ្លួនមកហើយស្រាប់តែឃើញសុកយូហ្នឹងគេនៅចុងជើងគេក៏បានយកពួរយកអីទៅក្របទៅដល់ពេលសុកយូរបស់យើងដឹងខ្លួនឡើងក៏ធ្វើជារឹកប្រាប់ទៅកាន់សុកយូហ្នឹងទៅមិនបាច់មកមើលថែគេមិនបាច់ខ្វល់ពីគេក៏មិនបាច់តាក់ទងជាមួយគេទៀតដែរចាប់ពីថ្ងៃហ្នឹងទៅគេលែងត្រូវអីជាមួយនឹងសុកយូហ្នឹងទៀតហើយសុកយូរបស់យើងដឹងនិយាយថាមិនទេតាមហ្នឹងទៅប៉ុន្តែខឹងមិនក៏ដោយអាហ្នឹងចាំកាត់តាមក្រោយឥឡូវត្រូវញ៉ាំអីសិននាងទៅរកអីឲ្យគេញ៉ាំដល់ពេលសុកយូរបស់យើងទៅបើកទូទឹកកកទៅផ្ទះគេនេះស្អីក៏អត់មានដែរហើយសង្ហូរណែងើបចេញមកស្រាប់តែទាត់កាបូបរបស់សុកយូយើងហើយឃើញអាកដាស់មន្ទីរពេទ្យថ្ងៃមុនណធ្វើឲ្យសង្ហូររបស់យើងដឹងស្រេចបដ យថានាងមានជំងឺមហារីកសុកយូរបស់យើងដែលចូលមកដល់ឃើញហ្នឹងក៏អស់អ្វីថ្លែងសម្ដែងធ្វើដូចជាអត់មានរឿងអីកើតឡើងណាហើយសង្ហូរហ្នឹងព្យាយាមសួរថាមានរឿងអីកើតឡើងតានាងពិតជាមានជំងឺនឹងមែនក៏អីហើយសុកយូរបស់យើងថាគ្មានអីទេវាគ្រាន់តែជំងឺធម្មតាប៉ុណ្ណោះកុំឲ្យគេខ្វល់អីហើយសង្ហូរហ្នឹងក៏ខឹងមិនបាននាងនិយាយអញ្ចឹងមិនមែនគឺជាមូលហេតុដែលនាងត្រឡប់មកប្រទេសកូរ៉េវិញហើយគេក៏នឹកឃើញពេលដែលនាងត្រឡប់មកភ្លាមថាទោះបីជានាងប្រាប់ដល់មនុស្សគ្រប់គ្នាក៏ដោយនាងមិនប្រាប់សង្ហូរនឹងដែរពីមូលហេតុដែលនាងត្រឡប់មកវិញនោះហើយឃើញអាការៈរបស់សង្ហូរដែលកាំងបែបហ្នឹងទើបសុកយូរបស់យើងនិយាយទៅថាហ្នឹងហើយជាមូលហេតុដែលនាងមិនចង់ប្រាប់គេមកពីគេហ្នឹងបែបហ្នឹងហើយសង្ហូរនោះបែរជាខឹងថាហ្នឹងឬគឺជាតំណែងរបស់ពួកគេតើគេហ្នឹងសំបីតែមិត្តភ័ក្តិក៏មិនស្មើដែរមែនបានជានាងហ្នឹងមិនប្រាប់គេហើយសុកយូរបស់យើងហ្នឹងពេលហ្នឹងដឹងនិយាយថាមិនទេថាលើឲ្យគេសម្រាប់ចោះចាំនាងឲ្យមកតែងបបោះមកផ្ញើហើយក៏គេចេញប៉ុន្តែគិតថាសង្ហូរគេយល់ព្រមមែនគេក៏បានទៅចាប់ដៃរបស់នាងតាមសួរមិនបាននាងធ្វើដល់ថ្នាក់ហ្នឹងតើនាងគឺមានអាកំបាំងអ្វីទៀតតើពេលណាទៅនាងឈប់លាក់បាំងគេពិតជាទទួលយកមិនបានទេក៏វាក្បាលដោយគោស្រាំងតែអញ្ចឹងពិតជាហូរចិត្តនឹងសុកយូខ្លាំងណាវាគឺជារឿងធំមែនតែនវះកាត់មហារាជទាំងមូលនាងបែរជាមិនប្រាប់ឲ្យនរណាដឹងទាំងអស់តែនាងអាចធ្វើវាបានយ៉ាងម៉េចហើយពេលហ្នឹងរបស់សុកយូក៏បានចូលមកដល់សួរទៅថានរណាគេកើតជំងឺមហារាជហើយមាននរណាទៀតគឺជាកូនស្រីរបស់គាត់នឹងឯងធ្វើឲ្យគាត់នឹងទទួលយកមិនបានដូចគ្នាទោះចូលមកអោបសុកយូហើយម្ដាយកូនទាំងពីរនឹងក៏យំអោបគ្នាបើសិនជាពេលនោះនាងកើតជំងឺមហារាជនាងអាចប្រាប់ទៅកាន់សង្ហូរហើយនាងអាចអោបម្ដាយនាងយំបែបនេះនាងប្រហែលជាមិនធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្តទេហើយរឿងរបស់យើងភាគនេះក៏ស្លែចាប់ទៅធំនឹងដែរអ្នកទាំងអស់គ្នាភាគក្រោយវិញហ្នឹងគឺយំហើមភ្នែកតែម្ដងអញ្ចឹងកុំភ្លេចរងចាំតាមទស្សនាភាគក្រោយសម្រាប់មានទៀតណាបាយបាយអរគុណច្រើនជួប